បាទសួស្តីបងប្អូនទាំងអស់គ្នាហ្នឹងហើយខ្ញុំចង់មានរឿងមួយត្រូវនិយាយម្សិលមិញថ្ងៃទី15ម៉ោងប្រហែលជា1ជាងហ្នឹងម៉ោង1កន្លះហ្នឹងបងប្អូនអញ្ចឹងបងប្អូនដែលធ្វើដំណើរតាមផ្លូវខ្សែ1ទៅជិតដល់ស្លាប់លែងអញ្ចឹងប្រយ័ត្នល្បឿនបន្តិចបងប្អូនព្រោះអីតាមផ្លូវហ្នឹងអត់មានស្លាកសញ្ញាទេអត់មានស្លាកសញ្ញាដែលឲ្យយើងគោរពទេតែគាត់ចាប់ល្បឿនបាទផ្លូវក៏ធ្វើមិនទាន់ហើយដែរតែគាត់ចាប់ល្បឿនហ្នឹងហើយខ្ញុំអស់វិន័យ 20000 ដែរបងប្អូនមិនអស់ច្រើនទេប៉ុន្តែគាត់ថាខ្ញុំសួរគាត់ថាផ្លូវនេះអត់ទាន់មានស្លាកសញ្ញាណាដែលឲ្យពលរដ្ឋគាត់គោរពទេណាតែសំខាន់គាត់ប៉ូលីសចរាចរណ៍ហ្នឹងគាត់ប្រាប់ខ្ញុំថាមិនបាច់គោរពស្លាកសញ្ញាទេគោរពតាច្បាប់ខ្លួនឯងទៅណែគាត់អាហ្នឹងគាត់ដាក់មកអញ្ចឹងណាគាត់ដាក់មកឲ្យខ្ញុំអញ្ចឹងតែខ្ញុំក៏ខ្ជិលមកទៅខ្ញុំសួរគាត់ដែរខ្ញុំថាបើបងចាប់ល្បឿនតើមានស្លាកសញ្ញាកន្លែងណាដែលឲ្យបងឲ្យខ្ញុំគោរពល្បឿនហើយខ្ញុំក៏ឃើញដែររឿងគាត់ដាក់កាមេរ៉ាតាមផ្លូវឃើញតាប៉ុន្តែសំខាន់ខ្ញុំប្រកែកអត់ឈ្នះគាត់ទេខ្ញុំវាមានកាមេរ៉ាចាប់ថតខ្ញុំខ្ជិលថតប៉ុន្តែគាត់ប៉ូលីសស្រីហ្នឹងគាត់អ្នកប្រាប់ខ្ញុំថាបងឯងមិនបាច់គោរពស្លាកសញ្ញាទេគោរពតែច្បាប់ខ្លួនឯងទៅណែគាត់ថាឲ្យខ្ញុំចឹងខ្ញុំក៏សូមជូនគាត់ 20000 រៀលបាទអញ្ចឹងបងប្អូនដែលធ្វើដំណើរតាមផ្លូវខ្សែ1កុំលឿនពេកព្រោះអត់មានស្លាកសញ្ញាណាដែលគួរឲ្យគោរពទេអញ្ចឹងតែលើសល្បឿនគេចាប់ហើយហ្នឹងហើយបងប្អូនតែកណ្នោះពុះចែកត្រង់ផ្លូវក៏គ្មានដែរអត់ទាន់មានស្លាកសញ្ញាល្បឿនស្លាកសញ្ញាបន្ថយល្បឿនណាអត់មានទេអញ្ចឹងបងប្អូនធ្វើដំណើរតាមផ្លូវហ្នឹងបងប្អូនត្រូវប្រយ័ត្នតិចហ្នឹងហើយឥឡូវគាត់ចាប់ដើមដាក់ហើយមិនមែននេះបងប្អូនដាក់បារះទៀតដាក់បារះហ្មងអញ្ចឹងស្នើទៅបងប្អូនបើកបោប្រយ័ត្នប្រយែងមិនមែនគាត់នេះទេបើស្លាកសញ្ញាបើមានស្លាកសញ្ញាអាហ្នឹងខ្ញុំអត់ប្រកែកទេតែអត់មានស្លាកសញ្ញាណាអត់មានទេតែគាត់ចាប់ផាកវិន័យថាខ្ញុំលើសល្បឿនហ្នឹងហើយអរគុណអញ្ចឹងតែផ្ដាំបងប្អូនតែប៉ុណ្្នឹងឯងជំរាបលាបងប្អូនបាយបាយ